សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលទិដ្ឋភាពនៅក្នុងផ្សារខេត្តកំពង់ស្ពឺដែលពួកខ្ញុំបានទៅលេងនៅចុងខែ12ឆ្នាំ2024នេះអញ្ចឹងចង់ដឹងថាតើខែ12ក្នុងផ្សារមានទិដ្ឋភាពបែបណាសូមតាមដានវីដេអូជាមួយនឹងខ្ញុំដូចតទៅអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមជិះ Fast App ពីអ្នកមន្ត្រីខ្ញុំចេញពីម្ដុំស្ទឹងមិនជ័យដូចជាម៉ោងប្រហែលជា4កន្លះអញ្ចឹងខ្ញុំត្រូវទៅចាំគ្នាខ្ញុំ4នាក់ទៀតអត់ដឹងថាល្មមទៅជួបជុំគ្នាម៉ោងប្រហែលជាប្រហែលទេចាំមើលសិនឥឡូវពួកខ្ញុំបានមកឡើងឡានជុំគ្នាកំពុងតែធ្វើដំណើរទៅកាន់ផ្លូវល្បឿនលឿនអញ្ចឹងដោយសារខ្ញុំអត់ចង់ចំណាយពេលយូរខ្ញុំក៏សម្រេចចិត្តគ្នាថាជិះទៅតាមផ្លូវល្បឿនលឿនឥឡូវពួកខ្ញុំក៏បានមកដល់ចំណតផ្លូវល្បឿនលឿនហើយខ្ញុំមកដឹងថាជិះប្រហែលនាទីទេបានទៅដល់ផ្លូវបំបែកទៅខេត្តកំពង់ស្ពឺហ្នឹងជិះដេកមកសបកឥឡូវមិនភ្លឺបាត់អញ្ចឹងដោយសារខ្ញុំមាន6នាក់ជិះឡានមួយដូចជាអៀនតិចនៅខាងមុខពីដាក់បាំងខាងក្រោយដាក់មកបាំង4ជាតិជួក្នុងកវាញឡានអ៊ីសឹងសុំអ្នកដុំប៉ាសុំដុំម៉េចតាមរំកាច់ឆ្វេងនេះខាងធីមនេះអូធីមគេតាមវិញលើនោះដល់នោះតោណាតោឥឡូវពួកខ្ញុំបានមកដល់កន្លែងគេចុះឈ្មោះអញ្ចឹងពេលដែលអ្នកនរគ្នាមកគឺគេតម្រូវឲ្យចុះឈ្មោះអញ្ចឹងម្នាក់អស់4000តែបើសិនជាជនបរទេសខ្ញុំលើគាត់ថាម្នាក់យក$5ដល់វគ្គជិះក៏យន្តហើយអញ្ចឹងដោយសារខ្ញុំមិនដឹងថាគេឲ្យជិះម៉ូតូឡើងទៅអត់ទេតែសម្រាប់ខ្ញុំអត់មានម៉ូតូជិះគឺខ្ញុំជួលគោយន្តជិះទៅសម្រាប់តម្លៃនៃគោយន្តវិញគឺគោយន្តមួយគឺ$30ចឹងអត់ខ្វល់ថាអ្នកទាំងអស់គ្នាជិះគ្នាប្រហែលអ្នកទេសំខាន់ឲ្យតែជិះអស់ឥឡូវពួកខ្ញុំកំពុងតែធ្វើដំណើរទៅហើយគ្នាខ្ញុំមាន6នាក់តែជិះគោយន្តបានតែ4នាក់ទេដោយសារ2នាក់ទៀតគឺពូម្ចាស់គោយន្តគាត់ថាគាត់ខ្ជិលជិះគោយន្តត្រឡប់មកវិញអញ្ចឹងគាត់ឲ្យគ្នាខ្ញុំ2នាក់ជិះម៉ូតូទៅនៅពេលដែលគាត់ជូនពួកខ្ញុំទៅដល់ហ្នឹងគាត់ជិះម៉ូតូត្រឡប់មកវិញគាត់ឥឡូវពួកខ្ញុំក៏បានមកដល់កន្លែងផ្លូវឡើងហើយកំពុងតែនាំគ្នាដើរទៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមកអីយល់ល្អកុំដើរតាមផ្លូវពួកខ្ញុំដើរនេះព្រោះផ្លូវដែលពួកខ្ញុំដើរនេះគឺឆ្ងាយណាស់ខ្ញុំដើរប្រហែលជារយៈពេល4ម៉ោងជាងតែហ្នឹងដោយសារពួកខ្ញុំដើរឈប់ផងហើយឈប់ម្ដងក៏យូរដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមកអីយល់ល្អអ្នកទាំងអស់គ្នាគួរតែដើរតាមផ្លូវដែលគេទៅតែឈូសឆាយថ្មីនេះដើរតាមផ្លូវហ្នឹងបើកាលខ្ញុំចុះមកវិញខ្ញុំចុះតែ2ម៉ោងជាងទេ2ម៉ោងជាងគឺពួកខ្ញុំចុះមកដល់កន្លែងដាក់គោយន្តហ្នឹងតែអត់ដឹងថានៅពេលដែលឡើងចំណាយពេលឡើងប្រហែលម៉ោងនេះព្រោះខ្ញុំអត់ដែលឡើងតាមផ្លូវហ្នឹងដោយសារពួកខ្ញុំទៅតែមកលើកទី1និយាយពីថាដើរ3នាទីមិនទាន់ហាគ្នាឈប់ហើយជាពិសេសម្នាក់មួយដែលកំពុងតែដេញនិយាយទូរស័ព្ទហ្នឹងហ្មងដើរមកមុខគេតែហៅគេឈប់នេះឈប់ពីសម្រាប់អញ្ចឹងត្រូវតែបន្តដំណើរទៅមុខទៀតបើនៅតែសម្រាប់អញ្ចឹងដើរ5-6ម៉ោងក៏មិនតាន់ដល់ដែរព្រោះអីធីមខ្ញុំឈប់ញឹកញាប់មិនដឹងល្មមដល់ឈប់
ប្រហែលដងទេមិនបានរាប់ទេតែឥឡូវមិនបាច់មើលម្នាក់លេងចង់លើកជើងអស់ទៅនិយាយឲ្យមិនតន់ឥឡូវនាំគ្នាឈប់ទៀតហើយធីមដូចជាយ៉ាប់យឿនដល់ហើយមុខម្នាក់លើកទី1នេះអ្នកមានបាត់សោតមកសោតមកស្កោគេសុអ៊ីអ្នកលុយថាបាត់ចាំបាត់ឆ្វេងអូនបាត់ឆ្វេងរហូតតែឥឡូវចេះតែតាន់ដល់គោលដៅឯងគេថាក្រោមសាពិបាកអត់ជឿគេទេឥឡូវដូចគេថាមែននេះបងប្អូនអ្នកតស៊ូតែបើខ្ញុំទៅទីយើងថាមកដកលើកទី1អត់ទេពេលថតតពីពួកខ្ញុំបានមកដល់ក្នុងសំពៅឥឡូវនាំគ្នាអង្គុយញ៉ាំអីបន្តិចសិនអញ្ចឹងពេលដែលមកដល់ក៏ឃើញមានអ្នកបោះតង់ច្រើនដែរអ្នកនរគ្នាមិនមែនតែពួកខ្ញុំទេហើយទេសភាពក៏ស្អាតគួរសមដែរអញ្ចឹងបន្ទាប់ពីពួកខ្ញុំបានញ៉ាំអីរួចឲ្យជប់សម្រាប់បានបន្តិចក៏ចាប់ផ្ដើមដំឡើងតង់បណ្ដាមកព្រោះអីមេឃវាចង់យប់ដែរហើយម៉ោងដូចជា5កន្លះហើយពេលពួកខ្ញុំញ៉ាំអីហើយហ្នឹងឥឡូវពួកខ្ញុំចាប់ផ្ដើមដំឡើងតង់ទាំងគ្នា6នាក់ពួកខ្ញុំយកតង់3ទៅបន្ទាប់ពីពួកខ្ញុំបានដំឡើងតង់ហើយឥឡូវចូលដល់វាអាំងសាច់វិញមិនមែនវាអាំងសាច់ទេអ្នកនរគ្នាជៀនសាច់ភាសាអ្នកយកហ្គាសទៅយកតែហ្គាសទៅអត់យកកំប៉ុងហ្គាសទៅហើយមួយទៀតអ្នកយកសាច់ទៅអត់យកចិត្តទេអាំងសាច់ទៅសុទ្ធតែកំពូលអ្នកបោះតង់និយាយមែនអញ្ចឹងបន្ទាប់ពីពួកខ្ញុំបានញ៉ាំបាយពេលយប់ហើយឥឡូវនាំគ្នាដុតដំឡូងហើយនឹងអ្នកខ្លះញ៉ាំមកតន់ឆ្អែតថែមមីកំប៉ុងចូលមកដល់ថ្ងៃទី2ប្រហែលជាម៉ោង4កន្លះពួកខ្ញុំក៏បានភ្ញាក់ពីគេងអញ្ចឹងក៏នាំគ្នាដើរទៅកាន់ក្នុងផ្សារដើម្បីមើលថ្ងៃរះទម្រាំដល់ក្នុងផ្សារហ្នឹងវាអាចចំណាយពេលប្រហែលថា2ម៉ោងឯដែរអ្នកនរគ្នាហើយអ្នកនរគ្នាមើលផ្លូវគឺពិបាកមែនទែនអញ្ចឹងខ្ញុំមានពេលម្នាក់មួយព្យាយាមដើរទាំងយប់ដើម្បីទៅឲ្យដល់ក្នុងផ្សារព្រោះយើងមកគោលបំណងយើងមកក្នុងផ្សារអញ្ចឹងទោះជាលំបាកប៉ុណ្ណាក៏ត្រូវតែទៅឲ្យដល់ដែរនេះគ្នាខ្ញុំដើរមុខមួយនៅក្រោយខ្ញុំ2នាក់ទៀត
chết đó rồi ôi nó không khó để rất là cô đang nóc xa nghe đây đẹp có credit chạy đôi để có để phiếu ô cho bây giờ tôi bị ban mơ tiền phiệp này không xa ấy là tụi nhom ban trong một vài nháy tại chạy đón hết đã tăng tới và thường như chuyên dịch của đây có tập mà tu na là lên không xa đấy chứ nhưng rồi thuật các ban tỉnh đấy tôi bị ban mà đo toàn bánh trắng tụi nhom các bạn ở sau mi sau ấy nhầm hà về bật tha làm bài nhầm và thêm cái đó ấy lại cho tụi nhặt toàn trắng nhầm thêm mi mình mà cặp bông cà phê mình mà cái chọc hai vậy trứng là để phụ nhom điệp trong tông bật để hơi điệp trong một buổi nắng mới tới khơi là mình vừa có thật màu tròn và đằng thà hay đây bạn người tập thật lẹ đấy áp từ mới ngày đấy ắt khơi thật lẹ và về học nhà điệp trong thực tế vẫn khơi vừa có thật màu tròn mới tới ăn một dạng đây để phiệp này nhà đó nè cả tới tam phơi rây tại đọc về màu bánh màu tam phơi tại cái chu hơi nhưng trong đằng tha tao rồi về phơi pin nắng mùi na và mạ chiang nè này lâu đi sửa chiang con là cái châm muốn nói mới tới con là nhom cọt đào đến trong được chưa pin này cọt nè